តែនិយាយរឿងរ៉ាវប៉ះពាល់ជាមួយនឹងសុខភាពបងប្អូនអរគ្នាតែងតែលើកគេណែនាំឲ្យបងប្អូនអរគ្នាគឺធ្វើម៉េចញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ថ្ងៃនេះបងប្អូននឹងមកដឹងមូលហេតុថាតើតកតងជាមួយនឹងមានរឿងរ៉ាវក៏ដូចជាមូលហេតុអីបានពេលណាដែលបងប្អូនទៅជួបវេជ្ជបណ្ឌិតឬក៏ដុកទ័រឬក៏អ្នកជំនាញផ្នែកសុខភាពភាគច្រើនគេណែនាំឲ្យបងប្អូននឹងញ៉ាំទឹកធ្វើម៉េចឲ្យបានគ្រប់គ្រាន់សាររឿងទី1បងប្អូនអរគ្នាតកតងនឹងស្បែករបស់មនុស្សយើងគឺត្រូវការជាតិទឹករហូតដល់ទៅ80%ឯនោះចឹងតែកាលណាបងប្អូនទទួលទានទឹកឲ្យបានគ្រប់ទេស្បែកបងប្អូនចាប់ផ្ដើមតកតងនឹងស្អាតឬក៏អត់សូវមានសំណើមហើយទី2គឺវាប៉ះពាល់ជាមួយនឹងឆ្អឹងដូចគ្នាឆ្អឹងត្រូវការជាតិទឹករហូតដល់ទៅ24%ចឹងបើសិនជាបងប្អូនដែលញ៉ាំទឹកបានតិចតួចញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ក៏ប្រឈមជាមួយនឹងបញ្ហាឆ្អឹងនៅថ្ងៃក្រោយដែរហើយទី3ប៉ះពាល់ជាមួយនឹងសូត្រដូចគ្នាគឺត្រូវការជាតិទឹករហូតដល់ទៅ90%អញ្ចឹងបើសិនជាបងប្អូនចង់ថែទាំសូត្រស្រឡាញ់សុខភាពឬក៏រាងកាយប៉ះពាល់ជាមួយនឹងអវយវៈសូត្រហ្នឹងក៏ព្យាយាមញ៉ាំទឹកឲ្យបានគ្រប់ដែរទី4ប៉ះពាល់ជាមួយនឹងខួរក្បាលរបស់មនុស្សយើងដូចគ្នាគឺយើងត្រូវការជាតិទឹករហូតដល់ទៅ75%អញ្ចឹងបងប្អូនសង្កេតឃើញមនុស្សដែលញ៉ាំទឹកអត់សូវបានគ្រប់គាត់អាសាឈឺក្បាលឈឺប្រកាំងញឹកញាប់ទី5ប៉ះពាល់ជាមួយនឹងសាច់ដុំនៅក្នុងរាងកាយរបស់មនុស្សយើងដូចគ្នាគឺយើងត្រូវការជាតិទឹករហូតដល់ទៅ85%ចឹងបើសិនជាបងប្អូនចង់ថែទាំសាឡាឆ្អឹងចង់ថែទាំតទៅនឹងប្រព័ន្ធសាច់ដុំក៏ព្យាយាមញ៉ាំទឹកឲ្យបានគ្រប់ដើម្បីឲ្យជាតិទឹកដែលរាងកាយក៏ដូចជាប្រព័ន្ធសាច់ដុំយើងត្រូវការហ្នឹងមានជាតិទឹកគ្រប់គ្រាន់ដើម្បីយកទៅចែកចាយនៅក្នុងរាងកាយចុងក្រោយទី6នោះគឺវាប៉ះពាល់ជាមួយនឹងឈាមនៅក្នុងរាងកាយរបស់មនុស្សយើងក៏ត្រូវការជាតិទឹកដើម្បីយកទៅចែកចាយក៏ដូចជាតទៅនឹង support នៅក្នុងរាងកាយដូចគ្នារហូតដល់ទៅ85%ចឹងបងប្អូនពេលណាដែលយើងចង់ថែទាំរាងកាយក៏ដូចជាចង់ថែទាំសរសៃឈាមហ្នឹងពេលណាដែលបងប្អូនញ៉ាំទឹកអត់គ្រប់វាមានបញ្ហាប្រឈមទៅជាមានបញ្ហាឈាមខាប់ឬក៏មានបញ្ហាតទៅនឹងមេរោគគីមីជាតិពុលនៅក្នុងខ្សែឈាមយើងច្រើនចឹងបងប្អូនទាំងអស់គ្នាចូលរួមធ្វើម៉េចញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ទាំងអស់គ្នាមកដឹងហេតុផលហ្នឹងទាំងអស់ហើយកុំភ្លេចអនុវត្តក្នុងជីវិតប្រចាំថ្ងៃហើយកុំភ្លេចជួយចុច share ចែករំលែកវីដេអូហ្នឹងទាំងអស់គ្នាផងបងប្អូនដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បានទទួលដឹងនូវព័ត៌មានក៏ដូចជាចំណេះដឹងតទៅនឹងសុខភាពថែទាំសុខភាពទាំងអស់គ្នាដើម្បីរស់នៅឲ្យបានយូរវែង